ជួយនេះសួរបងប្អូនទាំងអស់គ្នាវីដេអូនេះនាងខ្ញុំមកឆ្លើយសំណួរជាមួយនឹងបងប្អូនស្រីដែលគាត់ឆាតតលមកនាងខ្ញុំក៏នាងខ្ញុំគិតថាជាការចែកម្លែកសម្រាប់បងប្អូនទាំងអស់គ្នាជាទុនទេណាចាបើទោះបីជាយើងជាប្រពន្ធដើមពិតមែនក៏ដោយយើងត្រូវតែមានចំណេះដឹងផ្នែកច្បាប់ដើម្បីការពារខ្លួនដូចគ្នាដែរថាតើទង្វើណាដែលយើងធ្វើត្រូវទង្វើណាដែលយើងធ្វើមិនត្រូវហើយទូយ៉ាងដូចរឿងនៅនាងខ្ញុំចង់និយាយនេះបងប្អូនស្រីក៏សួរថាបងខ្ញុំចាប់បានប្តីមានស្រីហើយខ្ញុំមានផលតាំងទាំងអស់គេជាមួយគ្នាតាក់ទងគ្នាអញ្ចឹងមួយចុះពីថាខ្ញុំគួរតែបង្ហោះវានៅលើបណ្ដាញសង្គមបានដែរឬអត់ចម្លើយនេះនាងខ្ញុំចង់សួរត្រឡប់ទៅសេរីទាំងអស់គ្នាវិញថានៅពេលដែលចាប់បានហើយតើយើងបានត្រៀមខ្លួនរួចរាល់ហើយឬនៅក្នុងការសម្រេចចាក់ចេញពីបរិះនោះយើងចិត្តដាច់ដែរឬទេនៅក្នុងការបញ្ចប់ទំនាក់ទំនងជាមួយនឹងបរិះនោះប្រសិនបើយើងចិត្តដាច់ហើយយើងចាប់ផ្ដើមធ្វើរឿងមួយនាងខ្ញុំនឹងប្រាប់តិចទៀតតែបើយើងចិត្តមិនដាច់ទេកុំតន់គិតមួយសន្សំរឿងនេះវាអញ្ចេះទេបងប្អូនទោះបីជាយើងមានភ័ស្តុតាងច្រើនដល់កម្រិតណាក៏ដោយបើយើងចិត្តអត់ដាច់ទេចាយើងធ្វើអត់បានទេហើយវានឹងនាំទុកទោសមកដល់យើងវិញហេតុអីបងប្អូនចង់បង្ហោះភ័ស្តុតាងដែលអ្នកទាំងពីរផិតក្បត់យើងចាអញ្ចឹងការដែលបង្ហោះនេះគឺយើងនឹងត្រូវបង្ហោះរូបភាពគេចំឈ្មោះគេចំឆាតគេចំទៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ជាសាធារណៈអញ្ចឹងនៅពេលមួយដែលយើងកំពុងតែជាជនរងគ្រោះនៅក្នុងអំពើផិតក្បត់ហើយយើងបានបង្ហោះរូបគេសារសម្លេងគេជាសាធារណៈទៅវាធ្វើឲ្យគេយកចំណុចនោះចាប់កំហុសយើងវិញឲ្យយើងគេប្តឹងយើងឲ្យយើងក្លាយទៅជាជនបង្កវិញពីជនរងគ្រោះយើងនឹងក្លាយទៅជាជនបង្កគេនឹងប្តឹងយើងពីបទបរិហាគេជាសាធារណៈញុះញង់បង្កើតឲ្យមានការរើសអើងស្អប់ខ្ពើមជាដើមចឹងនៅក្នុងចំណុចនេះគេអត់បានទាន់គិតទៅលើអំពើផិតក្បត់របស់យើងទេប៉ុន្តែផ្លូវច្បាប់នៅតែវែកញែករកខុសត្រូវឲ្យអ្នកទាំងពីរទី1បើសិនបើយើងប្តឹងដែរផ្លូវច្បាប់នឹងរកខុសត្រូវឲ្យយើងទៅលើការផិតក្បត់នោះហើយមួយទៀតបើសិនជាគេប្តឹងយើងដែរផ្លូវច្បាប់នឹងរកខុសត្រូវឲ្យគេលើរឿងដែលយើងផុសរូបគេបង្ហាញជាសាធារណៈលើ social media ចឹងដែរចឹងផ្លូវច្បាប់អត់គិតថាអូអ្នកនេះជនរងគ្រោះប្រកបអ្នកនោះចាប្រពន្ធនឹងផុសដើម្បីការពារខ្លួនជាមួយក៏អត់ទេអញ្ចឹងផ្លូវច្បាប់គឺញែកចែកដាច់ដោយឡែកពីគ្នាទី1អំពើផិតក្បត់ផ្សេងមួយទៀតបាត់បរិហាគេជាសាធារណៈគឺផ្សេងអញ្ចឹងដើម្បីការពារខ្លួនកុំឲ្យយើងជាជនរងគ្រោះខ្លាយទៅជាជនបង្កបើសិនបើយើងអស់ចិត្តបើសិនបើយើងលែងចង់រស់នៅជាមួយបរិះម្នាក់ទៀតហើយក៏សោបឯកសារដែលយើងភ័ស្តុទៅប្រមូលបានទាំងប្រមាណយើងមានសិទ្ធិថតទុកតែប៉ុន្តែយើងថតទុកដើម្បីធ្វើជាភ័ស្តុតាងនៅក្នុងការប្តឹងផ្ដល់អញ្ចឹងឯកសារទាំងអស់ហ្នឹងបើសិនបើយើងបញ្ចេញនៅលើ social media យើងនឹងខុសប៉ុន្តែបើសិនបើយើងយកភ័ស្តុតាងទាំងអស់ហ្នឹងបកគលដល់ដៃចៅក្រមឬក៏តតាំងនៅក្នុងផ្លូវច្បាប់អាហ្នឹងយើងអត់ខុសទេអញ្ចឹងអាចប្រមូលបានក៏សោបវាទុកម្ដុំដើម្បីប្តឹងផ្ដល់បើយើងអស់ចិត្តហើយយើងប្តឹងអ្នកទាំងពីរហ្នឹងចាពីបទរំលោភឯកពលភាពចាឬក៏បទណាមួយដែលយើងចង់ប្តឹងចានៅក្នុងនោះយើងសិក្សាជាមួយមេធាវីចាយើងដំណើរការក្តីហ្នឹងទៅយើងប្តឹងទៅទាមទារសំណងហើយរំលាយនៅអេតាស៊ីវិលរំលាយអាពាហ៍ពិពាហ៍អីណាអាហ្នឹងគឺយើងប្តឹងទៅចាអាហ្នឹងគឺវាត្រឹមត្រូវប៉ុន្តែបើសិនបើយើងយកវាមកផុសជាសាធារណៈលើបណ្ដាញសង្គមស្រីម្នាក់នោះគេនឹងចាប់ភ័ស្តុតាងទាំងអស់ហ្នឹងមកប្តឹងបកយើងវិញដែលឃើញករណីថាប្រពន្ធចុងឬក៏ស្រីកំណាន់ប្តឹងប្រពន្ធដើមដោយសារតែរឿងហ្នឹងយើងបានយកភ័ស្តុតាងទាំងអស់ហ្នឹងបរិហាគេនៅលើបណ្ដាញទំនាក់ទំនងសង្គមជាសាធារណៈឬក៏យករូបទាំងអស់ហ្នឹងបរិហាគេនៅខាងក្រៅហើយគេចាប់បានហ្នឹងគេប្តឹងយើងវិញហើយសួរថាតើតាមផ្លូវច្បាប់គេធ្វើចឹងបានដែរអីគឺគេធ្វើបានដោយសារអីច្បាប់គឺមានរៀងៗខ្លួនត្រូវតែគោរពអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាខ្លាចជឿភរិយាមួយរូបចាដែលមានសិទ្ធិនៅក្នុងដៃហើយមានភាពឆ្លាតច្បាស់លាស់ជាមួយទៀតអញ្ចឹងបើសិនបើយើងចិត្តដាច់ហើយក៏សោបភ័ស្តុតាងទាំងអស់ហ្នឹងយកទៅប្តឹងទៅតែបើយើងចិត្តអត់ដាច់ទេមិនបាច់ទៅផុសនាំឲ្យយើងខ្លាយទៅជាជនបង្កនៅក្នុងរឿងដែលយើងកំពុងតែរងគ្រោះនឹងទេអញ្ចឹងចាប់ផ្ដើមសម្របសម្រួលគ្នាបន្តទៅយើងមិនដឹងធ្វើម៉េចទេអានឹងកម្មរបស់យើងទេទ្រាំរស់នៅជាមួយនឹងបរិបទដែលផិតក្បត់ក៏ទ្រាំទៅប៉ុន្តែបើសិនបើជាភរិយាដែលឆ្លាតចង់និយាយថានៅក្នុងពិភពលោកនេះគឺមិនអស់ផ្លូវនៅក្នុងការដើរបន្តទៅមុខទេយើងអាចជ្រើសរើសនៅក្រោកឈររឹងមាំតែខ្លួនឯងដោយគ្មានបរិះម្នាក់នោះបើសិនបើយើងរស់នៅយើងមានតែបញ្ហាស្មុគស្មាញមានតែការកើតទុកជារៀងរាល់ថ្ងៃហើយបើសិនបើការចាក់ចេញធ្វើឲ្យយើងរឹងមាំទោះបីជាហត់បន្តិចមែនប៉ុន្តែយើងរីករាយមានសេរីភាពអូខេសម្រាប់ចិត្តនៅក្នុងផ្លូវពីរនឹងបានដូចគ្នាដែលយើងរួមទៅយើងត្រឡប់មកពិចារណាទៅលើផ្លូវច្បាប់បានដល់តែមួយទៀតសួរថាពេលដែលផុសនៅលើឥឡូវចាស់នឹងខ្ញុំជូនមួយទៀតបើសិនបើភរិយានឹងគាត់រឹងមាំហើយមានលុយគ្រប់គ្រាន់ហើយអូខេផ
ផុសទៅបរិហាក៏បរិហាទៅចាខ្លាំងណាស់គឺសងសំណងឲ្យគេប៉ុន្តែហើយណាក៏បានឲ្យនារីម្នាក់នោះឬក៏បរិសម្នាក់ហ្នឹងខូចឈ្មោះនៅក្នុងសង្គមអាហ្នឹងគឺធ្វើអញ្ចឹងវាពិតជាខុសប៉ុន្តែនេះខ្ញុំជឿជាក់ថាភរិយាមួយចំនួនគាត់ពិតជាចង់ធ្វើអញ្ចឹងគាត់ថាសុខចិត្តឲ្យអស់លុយសុខចិត្តឲ្យទទួលទោសទណ្ឌតែធ្វើមិនឲ្យពីរអ្នកហ្នឹងខូចឈ្មោះនៅក្នុងសង្គមអូខេអាហ្នឹងវាជារឿងមួយសម្រាប់បងប្អូនជានារីដែលជ្រើសរើសប៉ុន្តែដំណោះស្រាយល្អបំផុតបើសិនមកអស់ចិត្តហើយជ្រើសរើសយកវិធានការច្បាប់មកអនុវត្តទាំងអស់គ្នាទៅតម្លៃថ្លៃធ្នូគឺជារបស់យើងអ្នកដែលប្រព្រឹត្តអំពើថោកទាបគឺគេនឹងទទួលរឿងរ៉ាវដែលគេបានធ្វើនឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនបើមានការលើសលួសនេះខ្ញុំសូមអភ័យទោសផងដែរជម្រាបលា